ព្រះអាទិត្យរះលើអង្គរវិញបង្ហាញថ្ងៃថ្មីដល់ស្រស់ស្អាតសុខាត្រៀមខ្លួនសម្រាប់ភារកិច្ចការពារប្រាសាទបរិសុទ្ធគាត់វឹកហ្វឺនជារៀងរាល់ថ្ងៃដើម្បីក្លាយទៅជាអ្នកការពារពិតប្រាកដសុខាគោរពប្រាសាទអង្គរដោយចិត្តស្មោះត្រង់ក្នុងស្រមោលងងឹតសុត្រិនអាចកំបាំងកំពុងលាក់ខ្លួនសុខាមើលឃើញអ្វីមួយមិនធម្មតាសត្វស្វាដំរីប្រមានពីគ្រោះថ្នាក់ដែលកំពុងខិតមកសុខាចាប់ដាវដោយចិត្តក្លាហានប្រលឹងអង្គរបង្ហាញខ្លួនក្រោមពន្លឺមាសសុខាសូមការណែនាំពីប្រលឹងបរិសុទ្ធសត្រូវស្រមោលចាប់ផ្ដើមវាយប្រហារសុខាឈានទៅមុខដើម្បីការពារអង្គរការប្រយុទ្ធដំបូងចាប់ផ្ដើមយ៉ាងតានតឹងសត្រូវវាយប្រហារដោយកម្លាំងងងឹតសុខាជៀសវាងដោយភាពរហ័សរហួនប្រលឹងអង្គរផ្ដល់ការពារដល់សុខាវាយតបវិញដោយកម្លាំងសេចក្តីក្លាហានសត្រូវចាប់ផ្ដើមខ្សោយកម្លាំងសុខាឲ្យសត្វទាំងអស់ឲ្យទៅកន្លែងសុវត្ថិភាពគាត់ឡើងលើប្រាសាទដោយមិនភ័យខ្លាចសត្រូវព្យាយាមបំផ្លាញអង្គរសុខាឈរជាបន្ទាយការពារប្រាសាទប្រលឹងអង្គរផ្ដល់កម្លាំងបន្ថែមសុខាឡើងវាយប្រហារដោយអំណាចពន្លឺសត្រូវព្យាយាមរត់គេចខ្លួនសុខាមិនអនុញ្ញាតឲ្យវាគេចផុតឡើយប្រលឹងអង្គរបិទសត្រូវក្នុងពន្លឺមាសសុខាទទួលបានជ័យជំនះសត្វស្វាដំរីសប្បាយចិត្តជាមួយជ័យជំនះអង្គរពោពេញដោយសម្លេងសប្បាយរីករាយសុខាសូមអរគុណប្រលឹងអង្គរប្រលឹងញញឹមដោយសេចក្តីមេត្តាសុខាមើលអង្គរដោយចិត្តស្ងប់ស្ងាត់ធម្មជាតិវិលត្រឡប់ទៅភាពសុខសាន្តសុខាសម្រាកក្រោមពន្លឺថ្ងៃទន់ភ្លន់ប្រលឹងអង្គររលាយចូលក្នុងពន្លឺថ្ងៃភាពងងឹតបាត់បង់ទៅជារៀងរហូតសត្វទាំងអស់រស់នៅដោយសុខសាន្តវិញសុខាញញឹមដោយមោទនភាពអង្គរនៅសុវត្ថិភាពជានិច្ចកាល